អូគេថាអីថាតែសំខាន់តែប្រពន្ធកូនខ្ញុំក៏ទទួលស្គាល់ថាការដែលខ្ញុំខំប្រឹងគឺដើម្បីតែពួកគាត់តែប្រកបប្រុសទេបងប្អូនបាទគាត់ប្រុសទេតែប្រកបប្រុសទេគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីគ្រួសារដើម្បីប្រព័ន្ធចឹងគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីតែក្រុមគ្រួសារគាត់ព្រោះណាមួយគេមានអ្នកមើលងាយគាត់ច្រើនមានអ្នកជេរគាត់ច្រើនម្ដងមកធ្លាប់គាត់ថាប៉ាតែងស្រីហ្នឹងចឹងកូនក៏បានវាធ្វើឲ្យខ្ញុំខ្មាស់គេហើយខ្ញុំអត់ទៅស្រេចហើយចឹងគាត់កូនគាត់មានអារម្មណ៍ថាខ្វះគេដែលមានជាប៉ាប៉ុន្តែគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីកូននិងក្រុមគ្រួសារគេត្រង់ថាគាត់តែងស្រីគាត់ផុសធ្វើជាឪពុកគេត្រូវរឹងមាំអត់ត្រូវតែងស្រីចឹងធ្វើមើលទៅដូចវាតុនខ្សោយដូចវាថាប៉ាជីប្រុសទេមិនបានតែងខ្លួនជីស្រីកូនអត់ទៅសុបាយចិត្តត្រង់ហ្នឹងមានឪពុកនឹងគេដែរតែឪពុកជាភេទទី3អត់សមជាឪពុកគេសោះចឹងខ្ញុំលឺហើយខ្ញុំអត់សូវសុបាយចិត្តខ្ញុំដើរចេញហើយខ្ញុំមកដល់ផ្ទះខ្ញុំអត់ខ្ញុំអង្គុយយំម្នាក់ឯងចឹងទៅសរសើរប៉ាពេលហ្នឹងគាត់ចេញទៅរលុយ Yeah I'm cry តែបងសាមានគាត់ធ្វើអត់ទៅអីចឹងគាត់អ្នកល្បីដែរប៉ុន្តែគាត់ធ្វើលក្ខណៈដើម្បីឲ្យពុកម៉ែបងប្អូនស្អីគាត់ថតរឿងច្រើនហើយចឹងគាត់ធ្វើតែខ្លួនស្រីផងប្រុសហើយចឹងគាត់គឺដើម្បីតែក្រុមគ្រួសារគាត់កូនមកវិញក៏គាត់អត់ដឹងថាខ្ញុំខ្មាស់គេដល់សាររឿងហ្នឹងដែរខ្ញុំអឺមពើមែនតើពីមុនខ្ញុំធ្វើឈួតដូចជាគឺដើម្បីតែប្រពន្ធកូនរបស់ខ្ញុំតែពេលខ្លះប្រពន្ធរបស់ខ្ញុំហើយកូនគាត់ដូចថាដូចគាត់ឃើញគាត់អត់ទទួលនៅអ្វីដែលអត់សប្បាយចិត្តចាពេលហើយខ្ញុំរាល់ថ្ងៃខ្ញុំនៅពេលដែលគាត់អត់សប្បាយចិត្តហ្នឹងខ្ញុំពិបាកចិត្តខ្លួនឯងខ្ញុំទ្រាំពិបាកវេទនាអីព្រោះតែខ្ញុំធ្វើការហត់មិនក៏ខ្ញុំដាក់នៅក្នុងអារម្មណ៍ខ្ញុំអត់មានប្រាប់ពួកគាត់ឲ្យមកដល់ឃើញពួកគាត់អត់ទៅសប្បាយចិត្តជាមួយនឹងការតុបតែងខ្លួនរបៀបរបបចឹងគាត់និយាយចេញមកពីខ្លួនគាត់ថាមិត្តភក្តិគាត់ថាចេញចុះគាត់អត់សប្បាយចិត្តចុះវាធ្វើឲ្យខ្ញុំដូចចង់បោះបង់ចោលដែរបំបាក់ទឹកចិត្តខ្លាំងតែដល់ពេលថ្ងៃនេះខ្ញុំឃើញកូនខ្ញុំគាត់មកបាត់ជើងកាពះខ្ញុំទៅតែបងប្អូនខ្ញុំមានអារម្មណ៍ថាពិភពលោកគេថាអីថាតែសំខាន់តែប្រពន្ធកូនខ្ញុំក៏ទទួលស្គាល់ដែរហើយយើងកុំប៉ាន់ទឹះអ្នកដទៃពេកការដែលខ្ញុំខំប្រឹងគឺដើម្បីតែពួកគាត់គួរជាក៏ដោយខ្ញុំពិបាកចិត្តខ្ញុំមិនដែរឲ្យប្រពន្ធកូនខ្ញុំដឹងទេខ្ញុំដាក់ទៅក្នុងអារម្មណ៍របស់ខ្ញុំយកតែសុបាយឲ្យពួកគាត់សុបាយហើយតែលោកមានបងប្អូនយើងថាហើយថតទៅចាំបាច់តែងអញ្ចឹងដោយសារតែគាត់